អ្នកទេសនាក៏ដូចជាអ្នកតាមដាននៅខ្សែវីដេអូរបស់ខ្ញុំក្នុង page SPK 108ក៏ដូចជា page Singing ក្តីអញ្ចឹងសូមរត់អញ្ជើញបងប្អូនទាំងអស់គ្នាមកទេសនានៅកន្លងមុខ4ទឹកនេះគឺជាប្រភេទកន្លងមុខ4ទឹកដែលភ្ញៀវគាត់កំងហើយខ្ញុំនឹងវាស់ម៉ែដែលបងប្អូនឃើញថាតើទំហំប៉ុណ្ណានេះ4ទឹកបងប្អូនទាំងអស់គ្នាកន្លងនេះគឺមុខធំហើយខ្ញុំអត់សូវទទួលទេខាងនោះមុខ3ទឹកកន្លះសម្រាប់ដង្ហាលឲ្យដាក់ជាមួយវាគឺ230វ៉ាត់ហើយនិង350វ៉ាត់តែដោយសារតែ230វ៉ាត់ចូលអត់ស្តុកអត់ទាន់ខ្ញុំដាក់350វ៉ាត់ឲ្យភ្ញៀវតែម្ដងឥឡូវយើងរីករាយជាមួយនឹងការទេសនាជាមួយនឹងការបើកភ្លើងតោះយើងបើកមើលចង់ដឹងមើលថាកម្លាំងភ្លើងវាប៉ុណ្ណាបាទចាប់ដើមចាប់ហើយពេលថ្ងៃអញ្ចឹងយើងមើលភ្លើងក៏ទៅឃើញទេតែពេលដែលវាក្តៅកន្លោវានឹងសន្ធោឡើងព្រោះប្រភេទកន្លោនេះគឺជាប្រភេទកន្លោដែលមិនមែនយកសាច់ភ្លើងក្រហមទេគឺយកប្រភេទសាច់ភ្លើងចំហេះបងប្អូនទាំងអស់គ្នាណាគឺយើងមើលភ្លើងអត់ឃើញទេអណ្ដាតភ្លើងតើខ្យល់វាយមកបាទយើងមើលឃើញអណ្ដាតភ្លើងបងប្អូនទាំងអស់គ្នាហើយអាចនិយាយបានថាកម្ដៅរបស់វាមិនក្រោមពី3ម៉ែត្រទេកម្ពស់កម្ដៅរបស់វាមិនក្រោមពី3ម៉ែត្រទេដល់ខាងលើជាងខ្ញុំអាចមើលបាទប្រភេទនេះគឺយើងប្រើចំហេះអត់មានប្រើប្រភេទភ្លើងក្រហមទេបាទដោយសារភ្លើងវាខ្សោយភ្លើងវាចង់ដាច់តែផ្សារដាច់សារចង់កាសថងបងទាំងអស់គ្នាអញ្ចឹងពេលដែលវាចាប់ក្នុងកន្លោហើយវានៅក្នុងកន្លែងសុញ្ញកាសក្តៅណាកន្លោប្រភេទមុខ4ទឹកនេះគឺអាចនិយាយបានថាវាក្តៅមែនតើហើយក៏ស៊ីប្រេងតិចដែរប្រេងខ្ញុំចាក់តែកន្លះលីត្រទេឆេះវាស្ទុះហើយមិនទាន់អស់